ការចចេះរឹងរូសកូនជាទីស្រឡាញ់ក្នុងការនៅជាមួយគ្នាមិនថានៅរបៀបជាមិត្តឬជាភរិយាស្វាមីឡើយរមែងមាននៅរបស់មួយមកជ្រែកត្រង់កណ្ដាលជានិច្ចរបស់នោះគឺការយល់ខុសគ្នាជាប្តីប្រពន្ធនឹងគ្នាហើយយូរបន្តិចទៅច្រើនតែយល់ខុសគ្នាងាយមិនថារឿងតូចឬរឿងធំឡើយហើយថែមទាំងញឹកញាប់ជាងរឿងអ្វីទាំងអស់ទៀតផងចូលកុំភ្លេចថាការយល់ខុសនេះគឺមិនមែនមានត្រឹមតែយល់ខុសពីអ្នកដទៃនោះទេវាមានការយល់ខុសពីការពិតផងទៀតមនុស្សដែលមានការយល់ខុសច្រើនតែមានភាពចចេះរឹងរូសមិនព្រមស្ដាប់ពាក្យរបស់អ្នកដទៃគិតថាខ្លួនត្រូវតែម្នាក់ឯងថែមទាំងបន្ទោសអ្នកដទៃថាគេមិនយល់ពីខ្លួនឯងទៀតផងលុះដល់និយាយចុះនិយាយឡើងក៏คล้ายទៅជារឿងធំព្រោះប្រកាន់រឿងខ្លួនក្នុងទីបំផុតក៏បែកគ្នាមើលមុខគ្នាមិនចំកូនគួរចាំទុកថាភាពចចេះរឹងរូសព្រោះការយល់ខុសនោះមិនធ្លាប់ឲ្យគុណដល់អ្នកណាឡើយមានតែធ្វើឲ្យកើតការបែកបាក់គ្នាកើតការមិនសប្បាយចិត្តជាមួយគ្នាជាប្តីប្រពន្ធនឹងគ្នាក៏ជាសម្លាញ់នឹងគ្នាទៅចចេះរឹងរូសប្រកាន់ទិដ្ឋិដំឡើងមានអ្នកដាក់គ្នាធ្វើអ្វីបែរមករកគ្នាជជែកគ្នានិយាយប្រាប់ការគិតឃើញដល់គ្នាមានហេតុផលជាតួវិនិច្ឆ័យរួចហើយបានសប្បាយចិត្តជាមួយគ្នាមិនល្អទេឬប្តីប្រពន្ធទោះបីជាមានរូបរាងផ្សេងគ្នាតែគួរមានចិត្តមួយថ្លើមមួយទើបក្នុងផ្ទះបាននៅសន្តិសុខប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុយកផលជាសំខាន់គុំធ្វើអ្វីស្រេចតែចិត្តចង់របស់ខ្លួនកុំអាងខ្លួនឯងឲ្យជ្រុលពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នាតែត្រូវដេកបែរខ្នងដាក់គ្នាព្រោះហេតុមិនសប្បាយចិត្តជាមួយគ្នាប្តីប្រពន្ធត្រូវគ្រប់គ្រងចំណង់កុំឲ្យចំណង់វាគ្រប់គ្រងវិញនឹងត្រូវគ្រប់គ្រងសេចក្តីក្រោធកុំឲ្យសេចក្តីក្រោធវាគ្រប់គ្រងវិញនោះមុនធ្វើមុននិយាយត្រូវមានសតិនិងបញ្ញាគ្រប់គ្រងជានិច្ចត្រូវចេះក្រែងចិត្តក្រែងរឿងអ្វីដែលរង្គៀសហើយត្រូវគុំធ្វើគុំនិយាយត្រូវលះទិដ្ឋិមានះភាពចចេះរឹងរូសការយល់ខុសនិងឧបាទានចេញពីចិត្តដោយយកហេតុផលនិងភាពត្រឹមត្រូវជាគោលបដិបត្តិក្នុងជីវិតប្រចាំថ្ងៃជាប្តីប្រពន្ធត្រូវតែចេះអាណិតគ្នាហើយស្មោះត្រង់ដល់គ្នាជានិច្ច